បាទសូមគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ការឲ្យតម្រុយឆ្នោតយួនហៅថាឆ្នោតវៀតណាមណាបាទចឹងសម្រាប់ថ្ងៃនេះបាទ admin មានតម្រុយលេខល្អដើម្បីមកចែកជូនទៅដល់ពុកម៉ែបងប្អូនយើងដើម្បីយកទៅធ្វើការផ្សងសំណាងបាទតោះមុននឹងកុំឲ្យពុកម៉ែបងយើងបាទនៅចាំយូរបាទយើងចូលទៅមើលលេខតម្រុយទាំងអស់គ្នាបាទ admin បានរៀបចំរួចរាល់ហើយដើម្បីចែកជូនទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងដើម្បីយកទៅធ្វើការផ្សងសំណាងផងដែរបាទចឹងសម្រាប់ថ្ងៃនេះណាពុកម៉ែបងយើងបាទខ្ទង់អូសបាទខ្ទង់អូស admin មានចំនួន2ខ្ទង់ដើម្បីចែកជូនទៅដល់ពុកម៉ែបងយើងផងដែរបាទចឹងសម្រាប់ខ្ទង់អូសបាទ admin ឲ្យពុកម៉ែបងប្អូនយើងអូសខ្ទង់6ណាបាទអូសខ្ទង់6ហើយនឹងអូសខ្ទង់8ផងដែរពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់លេខតូចពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែបងប្អូនយើងចំនួន4ខ្ទង់ណាដើម្បីងាយស្រួលទៅដល់ពុកម៉ែបងប្អូនយើងបាទយកទៅធ្វើការផ្សងសំណាងផងដែរបាទចឹងសម្រាប់លេខតូចពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែបងប្អូនយើង67 85 49និង56ផងដែរបាទចឹងសម្រាប់3លេខពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែបងប្អូនយើងចំនួន2ខ្ទង់ណាបាទ2ខ្ទង់បាទចឹង admin ឲ្យពុកម៉ែបងប្អូនយើងអូសនៅខ្ទង់8 24បាទពុកម៉ែបងប្អូនយើងបាទសម្រាប់3លេខធំបាទនិយាយរត់តែខុសពុកម៉ែបងប្អូនយើងបាទចុះសម្រាប់មួយខ្ទង់ទៀតពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែបងប្អូនយើង348ណាបាទសម្រាប់លេខធំខ្ទង់ចុងក្រោយបាទចឹងសម្រាប់ថ្ងៃនេះបាទ admin មានលេខតម្រុយលេខល្អប៉ុណ្្នឹងទេដើម្បីជាជូនទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងយកទៅធ្វើការផ្សងសំណាងណាបាទពុកម៉ែបងប្អូនយើងបាទចឹងadmin ក៏សំណូមពរសូមចែកទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងបាទកុំភ្លេចជួយចុចជាវនិងដាក់រូបសញ្ញាកណ្ដឹងបាទដើម្បីជាកម្លាំងចិត្តដល់ admin ណាហើយក៏ងាយស្រួលទៅដល់ពុកម៉ែក៏ដូចជាបងប្អូនយើងបាទតាមដានរកការផ្សាយផ្ទាល់នៅលទ្ធផលឆ្នោតយួនប្រចាំថ្ងៃក៏ដូចជាការឲ្យតម្រុយឆ្នោតយួនប្រចាំថ្ងៃពីខាង channel admin បានរាល់ថ្ងៃផងដែរណាពុកម៉ែបងប្អូនយើងបាទសង្ឃឹមថាពុកម៉ែបងប្អូនយើងបាទជួយគ្រប់គ្រងដល់ channel ថ្មីរបស់ admin ផងបាទជាងកាលពីមុន admin ឲ្យតម្រុយតែខ្មែរណាពុកម៉ែបងប្អូនយើងបាទថ្ងៃនេះ admin មាន admin មកឲ្យនៅតម្រុយយួនម្ដងពុកម៉ែបងប្អូនយើងបាទ admin ឲ្យពុកម៉ែបងប្អូនយើងយកផ្សងសំណាងម៉ោង4កន្លះក៏ដូចជាម៉ោង6កន្លះផងដែរពុកម៉ែបងប្អូនយើងបាទចុះសង្ឃឹមថាពុកម៉ែបងប្អូនយើងបាទយកលេខតម្រុយពីខាងមានទៅផ្សងសំណាងក៏សូមឲ្យចូលត្រូវទាំងលេខតូចហើយនិងលេខធំបាទចឹងជាចុងក្រោយបាទ admin សូមជូនពរពុកម៉ែបងប្អូនយើងបាទសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទធ្វើដំណើរទីចិត្តទីឆ្ងាយក៏សូមឲ្យជួបតែសុខសុវត្ថិភាពក្នុងក្រុមគ្រួសារផងដែរបាទចា៎ admin អរគុណច្រើនសម្រាប់ការចូលមកទស្សនានិងការឲ្យតម្រុយរបស់ admin ប្រចាំថ្ងៃបាទចា៎ admin សូមគោរពលាណាបាទជួបគ្នាជាមួយនឹង admin បាទនៅថ្ងៃស្អែកជាបន្តនឹងបន្ទាប់ទៀតតាមពេលវេលានឹងមកដដែលបាទ admin សូមអរគុណបាទសូមគោរពលា